ជំងឺរលាកសន្លាក់គឺជាជំងឺរលាកត្រង់កន្លែងឆ្អឹងចុងប្រសពនៃឆ្អឹងមួយផ្នែកនិងបរិវេណជាច្រើនទៀតនៃសារពាង្គកាយជំងឺរលាកសន្លាក់បានជះឥទ្ធិពលទៅដល់មនុស្សដែលបណ្ដាលឲ្យមានការលំបាកក្នុងការប្រកបការងារចិញ្ចឹមជីវិតនិងបង្កជាការរំខានដល់សតិអារម្មណ៍ផងដែរហើយភាគច្រើននៃជំងឺរលាកសន្លាក់គឺបណ្ដាលមកពីការលើសជាតិអាស៊ីតជំងឺរលាកសន្លាក់ដែលបណ្ដាលមកពីការលើសជាតិអាស៊ីតគឺបណ្ដាលមកពីពូរីនដែលជាធម្មតាគេឃើញមាននៅក្នុងចំណីអាហារនិងភេសជ្ជៈមានជាតិអាល់កុលដែលប្រើប្រាស់ជាប្រចាំថ្ងៃជាធម្មតាធាតុពូរីននឹងបំលែងទៅជាអាស៊ីតអុយរិកនៅក្នុងថ្លើមហើយបញ្ជូនតាមឈាមទៅកាន់តម្រងនោមយូរទៅជាតិអាស៊ីតនៅក្នុងឈាមនឹងមានការកើនឡើងវានឹងធ្វើឲ្យកកនៅតាមគន្លាក់នៃសន្លាក់ដែលអាចធ្វើឲ្យគន្លាក់នៃសន្លាក់ខូចទ្រង់ទ្រាយនិងពិការបានរោគសញ្ញានៃជំងឺរលាកសន្លាក់បណ្ដាលមកពីការលើសជាតិអាស៊ីតមានដូចជាហើមនៅតាមសន្លាក់ឈឺចាប់នៅតាមសន្លាក់ដូចជាម្រាមដៃកជើងជង្គង់កែងដៃជាពិសេសគឺនៅមេជើងឈឺចុកចាប់ខ្លាំងនៅពេលយប់ឬពេលអាកាសធាតុចុះត្រជាក់ការដែលបណ្ដាលឲ្យមានការលើសជាតិអាស៊ីតយូរអាចធ្វើឲ្យខូចទ្រង់ទ្រាយសន្លាក់និងពិការបានហើយធ្វើឲ្យខ្សោយតម្រងនោមនិងអាចមានគ្រោះក្នុងតម្រងនោមផងដែរមូលហេតុដែលនាំឲ្យកើតមានជំងឺលើសជាតិអាស៊ីតគឺការបរិភោគជាតិសាច់និងគ្រឿងស្រវឹងច្រើនហួសកម្រិតការធាត់លើសទម្ងន់ខ្សោយតម្រងនោមនិងដំណោពពូជជំងឺលើសជាតិអាស៊ីតភាគច្រើនកើតមានចំពោះមនុស្សប្រុសដែលមានអាយុចាប់ពី35ឆ្នាំឡើងទៅនិងស្ត្រីក្នុងអំឡុងពេលជិតអស់រដូវប៉ុន្តែមកដល់ពេលនេះបញ្ហាលើសជាតិអាស៊ីតមិនមែនជារឿងស្មុគស្មាញទៀតនោះឡើយខ្ញុំសូមណែនាំតែមួយប្រភេទគឺ Wintown Uric Acid Balance ដែលអាចព្យាបាលជំងឺនេះឲ្យជាសះស្បើយដោយប្រើអស់2ទៅ3ប្រអប់តែប៉ុណ្ណោះជាផលិតផលរបស់ប្រទេសជប៉ុនហើយផលិតផលនេះត្រូវបានទទួលស្គាល់គុណភាពនិងសុវត្ថិភាពដោយ ISO 9001 ស្ថាប័នគុណភាពរបស់ CQC Haller និងបានចុះឈ្មោះនៅក្នុងបញ្ជីថ្នាំនិងអាហារសុវត្ថិភាពរបស់សហរដ្ឋអាមេរិក